នៅកម្មវិធីរបស់យើងគឺផ្ដោតសំខាន់ទៅលើបញ្ហាសុខភាពប្រសិនបើពុកម៉ែបងប្អូនដែលថាមានចម្ងល់ដែលតាក់ទងទៅនឹងសុខភាពហ្នឹងគឺអាចទូរស័ព្ទចូលរួមជាមួយកម្មវិធីរបស់យើងកំពុងផ្សាយផ្ទាល់នឹងបានបាទហើយផ្លិចជំរាបជូនឈ្មោះណាលោកបងប្អូនយើងបន្តបានស្គាល់បាទខ្ញុំបាទសាណារ៉ាហើយគឺសូមគោរពនឹងជំរាបសួរទៅដល់ពុកម៉ែបងប្អូនផងដែរដែលកំពុងតែតាមដានស្ដាប់នៅក្នុងកម្មវិធីរបស់យើងបាទគឺថាកម្មវិធីរបស់យើងគឺមានការឧបត្ថម្ភពីក្រុមហ៊ុនបាកាវេឡាបាទក្រុមហ៊ុនបាកាវេឡាហ្នឹងគឺមានផលិតនិងចែកចាយនៅផលិតផលដែលធ្វើមកពីរុក្ខជាតិម្រុំបាទដែលម្រុំធម្មជាតិខ្មែរយើងហើយម្រុំនោះគឺមានប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពបាទយើងឃើញថាចាស់ពីដើមគាត់បានប្រើប្រាស់ម្រុំហ្នឹងស្លឹកវាឬក៏សម្បករបស់វាហ្នឹងយកទៅធ្វើជាឱសថបុរាណសម្រាប់ព្យាបាលនៅជំងឺផ្សេងៗណាចាហើយក្រោយមកទៀតគេធ្វើការសិក្សាស្រាវជ្រាវទៅលើរុក្ខជាតិម្រុំហ្នឹងមិនមែនមានតែស្ថាប័នរបស់ខ្មែរយើងទេគឺថាមានស្ថាប័នជាច្រើននៅលើពិភពលោកហ្នឹងគេធ្វើការស្រាវជ្រាវទៅលើរុក្ខជាតិម្រុំហ្នឹងគេរកឃើញថាម្រុំហ្នឹងគឺជាប្រភេទរុក្ខជាតិដែលមានសារជាតិបំពន់ដ៏ខ្ពស់ដែលខ្ពស់ជាងបន្លែធម្មតាបាទខ្ពស់ជាងបន្លែផ្លែឈើធម្មតានៅក្នុងរុក្ខជាតិម្រុំហ្នឹងគឺមានតាំងពីវីតាមីនប្រូតេអ៊ីនហើយនិងជាតិរ៉ែបាទគឺសម្រាប់ធ្វើជាអាហារបំពន់ទៅដល់សុខភាពរបស់យើងយើងមានផលិតជាប្រភេទគ្រាប់ប្រភេទជាសាប៊ូហើយយើងអាចប្រើប្រាស់បានទាំងអ្នកដែលមិនមានបញ្ហាសុខភាពក៏ដូចជាអ្នកដែលមានបញ្ហាក៏អាចប្រើប្រាស់បានដូចគ្នាបាទគឺធ្វើមកពីស្លឹកវាដូចគ្នាហើយក៏ដូចជាមានជាប្រភេទគ្រាប់ផងដែរអានេះគឺជាផលិតផលដែលធ្វើការផលិតនិងចែកចាយដោយក្រុមហ៊ុនបាកាវេឡាអញ្ចឹងប្រសិនបើលោកអ្នកដែលកំពុងតែកាត់មាននៅជំងឺរ៉ាំរ៉ៃផ្សេងៗដូចជាកាពះពោះវៀនរ៉ាំរ៉ៃបាយមិនសូវបានសម្រាប់មិនសូវលក់ជាអាសាឈឺក្បាលអស់កម្លាំងហត់លហើយហ្នឹងឬក៏បញ្ហាដែលតាក់ទងទៅនឹងប្រព័ន្ធឈាមរត់ដូចជាលើឈាមបាទបញ្ហាអាសាថប់ដើមទ្រូងញ័រដើមទ្រូងពិបាកដកដង្ហើមអីហ្នឹងបាទគឺថាអាចជ្រើសរើសនឹងការប្រើប្រាស់ជាមួយនឹងផលិតផលដែលបាទផ្សំមកពីរុក្ខជាតិម្រុំខ្មែរយើងបានផងដែរចា៎ហើយបញ្ជាក់ផងដែរត្រង់ចំណុចហ្នឹងគឺសប្តាហ៍ថ្ងៃហ្នឹងគឺយើងធ្វើការស្រាវជ្រាវធ្វើការផ្សព្វផ្សាយណាចាធ្វើការផ្សព្វផ្សាយទៅលើប្រភេទម្រុំហ្នឹងថាតើវាមានគុណប្រយោជន៍ចេះច្រើនអញ្ចឹងណាចាដល់ពេលអញ្ចឹងទៅមានបងប្អូនខ្មែរយើងច្រើនពិសេសគឺនៅតាមខ្សែចំការបាទជនបទខ្សែចំការហ្នឹងចាគាត់ឃើញថាអាម្រុំដោះក្បែរផ្ទះឯងមានដែរមិនបាច់ចាំទៅប្រើប្រាស់បាទទិញប្រើធ្វើអីណាម្រុំក្បែរផ្ទះយើងមានឥឡូវយើងបេះវាយកមកបុកយកមកហាលយកមកកាយច្នៃខ្លួនឯងទៅវាមិនអស់លុយហត់ផងណាបាទអញ្ចឹងណាប៉ុន្តែកន្លែងនេះខ្ញុំបញ្ជាក់ទៅដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាបានយល់ផងដែរថាម្រុំទោះបីជាវាមានប្រយោជន៍ច្រើនសម្រាប់សុខភាពយើងប៉ុណ្ណាក៏ដោយល្អយ៉ាងណាក៏ដោយប៉ុន្តែសំខាន់ទៅលើការកែច្នៃប្រសិនបើយើងយកទៅកែច្នៃខុសពីលក្ខណៈបច្ចេកទេសរបស់គេបាទអញ្ចឹងគឺគេហៅថាអាសាជាតិបំពន់ឬក៏អ្វីដែលវាមានប្រយោជន៍នៅក្នុងម្រុំហ្នឹងណាអញ្ចឹងវានឹងត្រូវបានបាត់បង់នៅពេលដែលយើងកែច្នៃខុសពីលក្ខណៈបច្ចេកទេសរបស់វាសម្រាប់ម្រុំរបស់បាកាវេឡាគឺយើងមានការប្រុងប្រយ័ត្ននៅក្នុងការកែច្នៃហ្នឹងតាំងពីការដាំបាទការដាំគេជ្រើសរើសដីប្រភេទម៉េចបាទហើយគ្រាប់ពូជវាប្រភេទម៉េចដាំកម្រិតពីគុំមួយទៅគុំមួយនេះកម្រិតប៉ុណ្ណាបាទហើយការស្រោចទឹកយ៉ាងម៉េចដាក់ជីយ៉ាងម៉េចបាទការថែទាំរបស់វាយ៉ាងម៉េចហើយគេប្រមូលផលនៅពេលណាគេគិតទាំងអស់ប៉ុន្តែម្រុំរបស់ដែលយើងម្រុំខ្មែរយើងណាចាដាំនៅតាមភេជ្ជៈគឺបាទតាមភូមិឋានតាមលបងតាមអីយ៉ាងទៅចាចឹងដាំនេះគឺថាដាំចោលតែម្ដងហើយវាមានថាដាំជាប់ជាមួយដើមឈើផ្សេងៗដូចជាដើមស្វាយឬក៏ដើមឈើផ្សេងៗទៅវាអាចនឹងបាំងដើមឈើហ្នឹងឬក៏វាចេញឥទ្ធិពលណាចាបាទគណៈចាញ់ឥទ្ធិពលលើដើមឈើផ្សេងអញ្ចឹងវាធ្វើឲ្យអាម្រុំហ្នឹងវាអត់ទទួលយកនៅអុកស៊ីហ្សែនបានគ្រប់គ្រាន់ទៅលើថ្ងៃបានគ្រប់គ្រាន់ឬក៏វាអត់ទទួលបាននៅសារជាតិបំពន់ទៅដល់ដើមរបស់វាបានគ្រប់គ្រាន់អញ្ចឹងធ្វើឲ្យគុណភាពនៃម្រុំហ្នឹងក៏វាទៅតាមហ្នឹងអញ្ចឹងដែរចាប៉ុន្តែទោះបីយ៉ាងណាក៏ដោយវាសំខាន់ទៅលើការកែច្នៃទេការកែច្នៃសំខាន់មែនទែនសំខាន់ត្រង់ថាម្រុំរបស់បាកាវេឡាគឺកែច្នៃគឺគេប្រមូលផលនៅពេលព្រឹកហើយនៅពេលល្ងាចបាទធ្វើការដឹកជញ្ជូនមកកន្លែងកែច្នៃគឺនៅពេលយប់អញ្ចឹងគឺថាគេជិះវៀងបំផុតគឺមិនឲ្យត្រូវកម្ដៅថ្ងៃទេសូម្បីតែការដែលគេស្តុកទុកវាហ្នឹងគឺកទុកវាគឺអត់មានកលើគ្នាអញ្ចឹងទេគេរកឃើញថាបើសិនជាវាកលើគ្នាអញ្ចឹងវាឡើងកម្ដៅបាទតែណាឡើងកម្ដៅវាបាត់បង់សារជាតិវីតាមីនប្រូតេអ៊ីនរ៉ែនៅក្នុងហ្នឹងបាទអញ្ចឹងគឺអត់ធ្វើអញ្ចឹងគឺថាគេធ្វើលក្ខណៈមួយធ្វើឲ្យខ្យល់ចូលបានគ្រប់គ្រាន់រក្សាស្ថានភាពដើមរបស់វាហើយចំណែកឯម្រុំរបស់ខ្មែរយើងដែលធ្វើការកែច្នៃភាគច្រើនគឺគាត់យកទៅធ្វើការហាលអញ្ចឹងណាបាទគាត់តែម្ដងបេះគ្រាប់ឬក៏បេះស្លឹកវានឹងមកយកមកហាលហើយយកទៅបុកយកទៅកិនអញ្ចឹងទៅបាទការដែលយើងយកទៅហាលទៅបុកកិនអញ្ចឹងវាធ្វើឲ្យបាត់បង់នៅប្រសិទ្ធភាពរបស់វាបាត់បង់នៅគេហៅថា
វីតាមីនជាតិប្រូតេអ៊ីនជាតិរ៉ែរបស់វាអញ្ចឹងធ្វើឲ្យការដែលយើងទទួលទានទៅក៏វាអត់ទទួលបាននៅគេហៅថាគុណប្រយោជន៍របស់ម្រុំនឹងផងដែរឬក៏បានដែរតែបានតិចតួចអញ្ចឹងហើយបានជាបងប្អូនយើងគាត់ប្រើប្រាស់ម្រុំនឹងប្រើយូរខែយូរឆ្នាំដែរប៉ុន្តែនៅតែបញ្ហាដែលគាត់កើតមាននៅតែមានទៀតវាអត់បាត់អញ្ចឹងណាបាទដោយសារតែម្រុំរបស់យើងកែច្នៃនឹងវាអត់ទៅតាមស្តង់ដារវាអត់ទៅតាមលក្ខណៈបច្ចេកទេសអញ្ចឹងថាបើសិនជាបងប្អូនដែលមានបញ្ហាសុខភាពហើយចង់ប្រើប្រាស់នៅផលិតផលដែលធ្វើមកពីម្រុំហ្នឹងពិសេសគឺវាជាផលិតផលរបស់ខ្មែរយើងតែម្ដងដែលមានតម្លៃសមរម្យហើយគឺថាអាចជួយទៅលើបញ្ហាសុខភាពរបស់យើងបានច្រើនទៀតនោះគឺអាចប្រើប្រាស់ជាមួយនឹងផលិតផលដែលផលិតនិងចែកចាយដោយក្រុមហ៊ុនបាកាវេឡា